ប្រតិសិនប្រាសាទបន្លឺឧទានដោយសម្លេងដ៏ពីរោះដោយគាថា5គាថាថាសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយទាននៅប្រាសាទថ្មីតាមទ្រព្យដែលមានជាអាហារទានថ្វាយចំពោះសង្ឃសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានអោនអង្គថ្វាយក្រែពូខ្នើយដោយចិត្តចង់ចំពោះដល់សង្ឃដែលគង់ក្នុងវត្តសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយភ័ណ្ឌផ្សំដោយមាំងស័កធ្វើដោយម៉ត់ចត់សាលាកផាត់ជាអាហារទានសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាជួបព្រះទ្រង់ញៀនព្រមទាំងព្រះសង្ឃសទ្ធាខ្ញុំមានថ្វាយចីវរទានសម្ពុតសាច់ល្អសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាជួបសង្ឃបវរថ្វាយភេសជ្ជៈទឹកឃ្មុំប្រេងស្ករទឹកដោះគោល្អនិងទឹកអំពៅមកដល់ឥឡូវខ្ញុំបានសម្រេចគ្រប់មុខស្រេចបាច់ឥតមានសល់នៅខ្ញុំបានថ្វាយទានកប់ទុកយ៉ាងជ្រៅក្នុងដំណើរទៅកាន់ព្រះនិព្វាន